ឃើញមនុស្សឈឺកាន់តែច្រើនអ្នកវិទ្យាសាស្ត្របានប្រមានជាថ្មីថាប្រើថង់ប្លាស្ទិកច្រកអាហារក្តៅមិនត្រឹមតែអាចធ្វើឲ្យកើតមហារីកប៉ុណ្ណោះទេក៏ប៉ុន្តែនឹងធ្វើឲ្យខូចរលៀនកើតជំងឺបេះដូងនិងធ្វើឲ្យលំបាកមានកូនទៀតផងអ្នកវិទ្យាសាស្ត្របានពន្យល់ថាពេលថង់ប្លាស្ទិកត្រូវកម្ដៅឬវត្ថុក្តៅចាក់ចូលនៅក្នុងថង់ប្លាស្ទិកនោះវាបញ្ចេញសារធាតុគីមីលឿនជាងធម្មតា55ដងហើយសារធាតុគីមីសំខាន់ៗ3ធំជាដើមចំដែលជ្រាបចូលទៅក្នុងអាហារអ្នកវិទ្យាសាស្ត្រក៏បានរកឃើញផងដែរថាអ្នកដែលឧស្សាហ៍ទទួលទានអាហារក្តៅវិចខ្ចប់នៅក្នុងថង់ប្លាស្ទិកជាប្រចាំប្រឈមនឹងមហារីកកើតជំងឺមហារីកបេះដូងបញ្ហាបន្តពូជហើយក៏ប្រឈមនឹងការខូចក្រលៀនផងដែរជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះនៅក្នុងរដ្ឋAndhra Pradesh នៃប្រទេសឥណ្ឌាចំនួនប្រជាពលរដ្ឋខូចក្រលៀនកើតមហារីកបំពង់កនិងជួបបញ្ហាបន្តពូជគឺកំពុងតែកើនឡើងយ៉ាងគំហុកហើយពេលត្រូវបានក្រុមគ្រូពេទ្យសួរនាំអំពីរបបអាហារប្រចាំថ្ងៃអ្នកជំងឺទាំងនោះភាគច្រើនបានប្រាប់ថាពួកគេជាទូទៅតែងតែវិចខ្ចប់អាហារក្តៅៗនៅក្នុងថង់ប្លាស្ទិកយកមកទទួលទាននៅផ្ទះសឹងតែរៀងរាល់ថ្ងៃទៅហើយក្រៅពីហាមមិនឲ្យប្រើប្រាស់ថង់ប្លាស្ទិកវិចខ្ចប់អាហារក្តៅក្រុមអ្នកវិទ្យាសាស្ត្រក៏បានព្រមានកុំឲ្យធ្វើរឿងមួយនេះនៅក្នុងផ្ទះបាយផងដែរនោះគឺកុំយកអាហារសដែលដាក់នៅក្នុងប្រអប់ប្លាស្ទិកទៅកម្ដៅក្នុងមីក្រូវ៉េវឲ្យសោះព្រោះធ្វើយ៉ាងដូចនេះវាអាចធ្វើឲ្យសារធាតុគីមីនឹងជាតិជ័រជ្រាបចូលអាហារហើយពេលទទួលទានអាហារនោះយូរទៅអាចបង្កទៅជាជំងឺវង្វេងវង្វាន់បានយោងទៅតាមការសិក្សាស្រាវជ្រាវនៅពេលថ្មីបានរកឃើញថានៅក្នុងខួរក្បាលមនុស្សទូទៅភាគច្រើនគឺមានភាគល្អិតប្លាស្ទិកតូចនៅក្នុងនោះហើយអ្នកដែលកើតជំងឺវង្វេងវង្វាន់គឺរកឃើញភាគល្អិតប្លាស្ទិកនៅក្នុងខួរច្រើនជាងមនុស្សទូទៅចន្លោះពី3ទៅ5ដងឯណោះ